សាលិខិតថ្វាយព្រះពរព្រះករុណាព្រះបានសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបបិទ្ធព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ថិតក្នុងឱកាសដ៏មហាអ្នកខត្តរិទ្ធឧត្តមថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់73យាងចូល74ព្រះវស្សារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាតាំងនាមសាកលវិទ្យាល័យកម្ពុជាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយអំណរសាទរកតញ្ញូតាធម៌និងកតវេទីតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈនិងព្រះមហាករុណាธิគុណរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងដែលជានិច្ចកាលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពលនិងព្រះបញ្ញាញាណបំពេញព្រះរាជបូជនីយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិសាសនាប្រជាពលរដ្ឋរបស់ព្រះអង្គប្រកបដោយព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុតនិងព្រះរាជទសពិធរាជធម៌ព្រះមនុស្សធម៌ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជានិងប្រជារាស្ត្រខ្មែររស់នៅសុខដុមក្នុងសន្តិភាពឯកភាពជាតិបូរណភាពទឹកដីនិងភាពសប្បុរសប្បាយរុងរឿងក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាបំផុតនេះទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមក្រាបលំអរកាយថ្វាយព្រះសព្វសាធុការពរបវរសួស្តីសិរីជ័យយាមហាប្រសើរសូមព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងសូមព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគនិងមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរនិងប្រកបដោយព្រះពុទ្ធពរដ៏ថ្លៃថ្លាទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈជាភ័យយុភាពដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រនិងប្រទេសជាតិជានិរន្តរ៍តទៅសូមព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ប្រោសព្រះរាជមេត្តាទទួលនៅអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមក្រាបបង្គំទូថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី14ខែឧសភាឆ្នាំ2026សូមអរព្រះគុណ